ចាំមេរៀនព្រះពិធម្មដែលអាត្មាបង្រៀនវិបស្សនាទាក់ទងនឹងកាយានុបស្សនាសតិប្បដ្ឋានតែបប្រតិបត្តិតាមផ្លូវរូបបរមន្តពូចឹងដូច្នេះខ្ញុំចាំថាតាមអាត្មាភាពនៅក្នុងរាងកាយដែលយើងសន្មតថាយើងថាពុកម្ដាយយើងថាបងប្អូនកូនចៅយើងសន្មតថាខ្លួនយើងហ្នឹងពុទ្ធសម្ដែងថាយើងមិនមានទេគឺមិនមែនខ្លួនយើងទេចឹងពាក្យថាមិនមែនខ្លួនយើងហ្នឹងធាតុដី20ធាតុដី20ទឹក12ធាតុទឹក12ធាតុខ្យល់6ធាតុខ្យល់6ធាតុភ្លើង4ធាតុភ្លើង4ដី20ទឹក12ខ្យល់6ភ្លើង4នេះវាជារូបបរមត្តដែលវាអត់មានសត្វអត់មានបុគ្គលអញ្ចឹងតើតើនឹងការបប្រតិបត្តិវិបស្សនាព្រះអង្គឲ្យយើងពិចារណាក្នុងវិបស្សនាឲ្យឃើញរូបហ្នឹងមានសភាវៈមិនទៀងវាផ្លាស់ប្ដូរប្រែប្រួលដែលវាមិនមែនជាខ្លួនយើងប្រែប្រួលមិនមែនជាសត្វបុគ្គលប្រែប្រួលគឺមានតែជារូបឬក៏រូបធម៌ឬក៏រូបបរមត្តប៉ុណ្ណោះរូបមិនទៀងនឹងបានដល់ទឹកដីភ្លើងខ្យល់ហើយនឹងរូប24ទៀតដែលវាអាស្រ័យទឹកដីភ្លើងខ្យល់ហ្នឹងគឺជាពួករូបគេហៅថាឧបាទារូបហ្នឹងដែលវាមិនទៀងមិនមែនខ្លួនយើងទេពោដូច្នេះហើយពេលដែលញោមអង្គុយសមាធិញោមឃើញធាតុក្តៅឃើញធាតុត្រជាក់ឃើញភាពយករបស់ធាតុខ្យល់ឃើញភាពតាំងភាពណែនរបស់ធាតុខ្យល់ភាពកន្តាក់ភាពញ័ររបស់ធាតុខ្យល់ឃើញក្តៅត្រជាក់របស់ធាតុភ្លើងឃើញរឹងទុនរបស់ធាតុដីវាកាត់នៅលើកាយរបស់យើងពេលហ្នឹងពុទ្ធសម្ដែងថាអ្នកប្រតិបត្តិវិបស្សនាកំពុងឃើញរូបមានសភាវៈផ្លាស់ប្ដូរពាក្យថាផ្លាស់ប្ដូរឃើញវាប្រែប្រួលពីយកទៅញាក់ទៅកន្ត្រាក់ទៅតាំងទៅរឹងទៅក្តៅទៅត្រជាក់ផ្លាស់ប្ដូររហូតនៅក្នុងកាយពេលហ្នឹងអ្នកប្រតិបត្តិកំណត់ដឹងថានោះមិនមែនខ្លួនយើងទេនោះគឺជារូបធម៌ដែលមានសភាវៈប្រែប្រួលហើយមិនទៀងកន្លែងហ្នឹងបានជាការប្រតិបត្តិវិបស្សនាជាផ្លូវចិញ្ចាក់ទុកញោមពោដូច្នេះដើម្បីឲ្យញោមបាសិកាមិនមានសេចក្តីឆ្ងល់ហើយនឹងព្រួយបារម្ភពីបញ្ហាហ្នឹងញោមចែកពោពេលដែលញោមបប្រតិបត្តិញោមចែកពេលដែលចិត្តញោមមានលំនឹងខ្លាំងពេលដែលញោមឃើញសភាពយកកើតឡើងមកញោមកំណត់ដឹងថាមានខ្លួនយើងទេហ្នឹងគឺជាធាតុខ្យល់មុនដំបូងញោមគិតថាធាតុខ្យល់សិនថាភាពយកកម្រើកហ្នឹងធាតុខ្យល់បើវារឹងហ្នឹងធាតុដីបើវាតាំងហ្នឹងធាតុខ្យល់បើវាកន្ត្រាក់ញ័រហ្នឹងធាតុខ្យល់បើវាក្តៅវាត្រជាក់ហ្នឹងធាតុភ្លើងញោមចែកអាធាតុទាំងអស់ទៅខ្ញុំចាប់ដើមចូលទៅក្នុងរូបបរមត្តពេលដែលញោមចូលទៅក្នុងរូបបរមត្តយ៉ាងជ្រៅពេលហ្នឹងញោមឃើញរូបហ្នឹងម្ដងរឹងម្ដងទន់ម្ដងក្តៅម្ដងត្រជាក់ម្ដងញ័រម្ដងយកពេលហ្នឹងញោមឃើញខ្លួនញោមទេញោមឃើញសភាវៈតែជារូបធម៌ហើយនឹងនាមធម៌មួយតាមដឹងទេពេលដែលញោមឃើញកន្លែងហ្នឹងបានចិត្តរបស់ញោមវិទុទ្ធរោបញ្ញារបស់បរិសុទ្ធហើយវាដកខ្លួនចេញអំពីខ្លួនរបស់យើងពេលដែលញោមដកចេញអំពីខ្លួនរបស់យើងយកខ្លួនរបស់យើងក្តៅខ្លួនរបស់យើងញ័រវាអត់មានឃើញខ្លួនពេលហ្នឹងចិត្តភ័យខ្លាចរបស់ញោមចាប់ដើមកាត់បន្ថយចុះពេលដែលញោមកាត់បន្ថយចុះការភ័យខ្លាចកន្លែងហ្នឹងហើយបញ្ញារបស់ញោមចាប់ដើមយល់ល្អសង្ខារធម៌នេះរូបធម៌នេះវាផ្លាស់ប្ដូររហូតតែម្ដងវារឹងម្ដងវាទន់ម្ដងវាណែនម្ដងវាស្រាលម្ដងវាធ្ងន់នេះអត់មានខ្លួនអញទេពេលហ្នឹងចិត្តរបស់ញោមចាប់ដើមកាត់បន្ថយការភ័យខ្លាចបន្តិចម្ដងកន្លែងនេះហើយដែលពុទ្ធសម្ដែងថាសតិប្បដ្ឋានប្រតិបត្តិដើម្បីលះអបិជានឹងទុំនោះគឺសេចក្តីភ័យខ្លាចនិងសេចក្តីត្រេកអរកន្លែងហ្នឹងញោមពោអាត្មាបកស្រាយសំណួររបស់ញោមកន្លែងនេះវែងអាត្មាចង់បញ្ជាក់សេចក្តីមកថាឲ្យញោមកំណត់ដឹងថាអ្វីដែលកើតឡើងលើកាយរបស់ញោមដែលអង្គុយសមាធិពេលចេញមកពីយកវាតាំងវាណែវាក្តៅវាត្រជាក់ហ្នឹងញោមកុំកំណត់ថាខ្លួនញោមបើញោមកំណត់ថាខ្លួនញោមនឹងមានការភ័យខ្លាចព្រោះយើងមានសេចក្តីប្រកាន់ពីខាងដើមព្រោះពេលយើងប្រកាន់ថាខ្លួនហើយរូបនឹងវាប្រែប្រួលយើងថារូបខ្លួនយើងប្រែប្រួលមានសេចក្តីព្រួយភ័យហើយនឹងខ្លាចដូច្នេះហើយបើសិនជារូបនឹងវាប្រែប្រួលទៅវាមានទុក្ខវេទនាមួយទៀតកើតឡើងនេះអាភិបអាសេះអាសោះភាពហត់ហេវភាពដេកមិនលក់លហាត់លហើយភាពអស់កម្លាំងអានឹងពួកនាមធម៌ហើយពោភាពឈឺចុកចាប់ភាពសុខស្រួលវាកើតនាមធម៌ហ្នឹងវានៅជាមួយរូបហ្នឹងចាប់ពីតន់ណាពោពេលដែលវារឹងវាក្តៅវាត្រជាក់នៅក្នុងហ្នឹងមាននាមធម៌មកជាមួយដែរពេលនាមធម៌មកជាមួយខ្ញុំប្របែកថាអាភាពឈឺចាប់ភាពទុក្ខភាពលំបាកភាពសុខតាមផ្លូវកាយដែលវានៅជាមួយនឹងរូបហ្នឹងទឹកដីភ្លើងខ្យល់ហ្នឹងបានន័យថាអាទឹកដីភ្លើងខ្យល់ហ្នឹងគឺជារូបអាភាពឈឺភាពសុខភាពទុក្ខហ្នឹងគឺជានាមខ្ញុំចាក់
ពីនឹងឲ្យច្បាស់ទៅញោមក៏មានសេចក្តីយល់ឃើញថាក្នុងអត្តភាពនេះមានតែរូបហើយនឹងនាមផ្លាស់ប្ដូរទៅវិញទៅមកខ្លួនអាត្មាអញអត់មានពេលដែលញោមប្រាចាខ្លួនពេលនឹងសមាធិរបស់ញោមចាប់ផ្ដើមរីកចម្រើនតិចម្ដងទៅនាមធម៌ទាំងអស់ហ្នឹងមានការផ្លាស់ប្ដូរជារៀងរាល់ថ្ងៃតែសត្វលោកគាត់អត់ដឹងគាត់ឲ្យយល់អំពីរូបធម៌នាមធម៌ហ្នឹងគាត់ចាំតែសម្គាល់ថារូបហ្នឹងជាខ្លួនរឹងខ្លួនទន់ខ្លួនយកខ្លួនកន្ត្រាក់ខ្លួនណែនខ្លួនក្តៅខ្លួនត្រជាក់តែអត់ឃើញរូបធម៌ទេហើយក៏ភ័យខ្លាចក៏ប្រកាន់ជាមួយនឹងរូបហ្នឹងពេលខ្លះពេលឈឺចុកចាប់នាមធម៌កើតឡើងតែអត់ឃើញនាមទេថាខ្លួនឈឺខ្លួនរយខ្លួនអស់កម្លាំងខ្លួនឡាត់ឡាយពេលហ្នឹងហើយប្រកាន់នាមហ្នឹងថាជាខ្លួនពេលហ្នឹងសត្វលោកក៏ភ័យខ្លាចជាមួយនឹងនាមហ្នឹងដូច្នេះហើយអ្នករៀនវិបស្សនាត្រូវកំណត់បំបែកអត្តភាពខ្លួនឲ្យទៅជានាមរូបពេលហ្នឹងញោមនឹងលេងភ័យខ្លាចលេងព្រួយបារម្ភជាមួយនឹងសង្ខារធនហ្នឹងហើយពោណាភាពតុនរូបវិញ្ញាណតុនរូបកញ្ចាពោឲ្យចោះភាពរឹងរូបពោញរូបពោយករូបពោសភាវៈទាញរូបពោភាពកម្រើករូបកម្រើកផងទាញផងរូបពោសភាវៈក្តៅរូបកញ្ចាក្តៅខ្លាំងរូបបំមាសរូបអមនុស្សរូបទេវតារូបដែលកំព្រះរូបសុទ្ធតែជារូបធម៌ទាំងអស់កណ្ណពោចឹងរូបភាពដែលយើងឃើញទាំងអស់ដោយកម្លាំងនៃការសមាធិយើងចាប់ផ្ដើមជាមួយកាយសម្ផស្សសង្បស្សនាចឹងពេលដែលយើងឃើញពួកវណ្ណៈពួកពណ៌ទេសភាពឃើញមនុស្សអមនុស្សទាំងអស់សុទ្ធតែជារូបទាំងអស់ចឹងកុំឲ្យចិត្តហ្នឹងដកចិត្តជាមួយវាចាប់បានហ្នឹងណាកណ្ណសាធុហើយចុះឮសំឡេងដូចជាសំឡេងទឹកក៏រូបដែរកំចាសំឡេងមនុស្សនិយាយក៏រូបដែរចុះបើយើងឮសំឡេងអាចដឹងអ្នកដទៃនិយាយបានក៏រូបដែរកំចាសាធុល្អចុះភាពសុខស្ងប់ជានាមកំចាភាពឈឺចុកចាប់រូបវិញ្ញាណឈឺចុកចាប់ជានាមទេចាពោលុបភាពលំបាកក៏នាមនៅទៀតចាពោសុខស្រួលក៏នាមនៅទៀតពោស្រួលតែមួយក៏នាមនៅទៀតពោនឹងច្បាស់ឃើញចឹងសុខផងទុកផងក៏ជានាមទាំងអស់ពោសាធុចុះភាពតឹងរូបទៀតចាពោណែនក៏រូបដែរទៀតស្រាលក៏រូបដែរទៀតធ្ងន់ក៏រូបដែរទៀតញក៏រូបដែរទៀតចាញឆ្អឹងជនីទាំងអស់ជារូបពោញដៃក៏ជារូបពោតឹងក្បាលក៏ជារូបទៀតគ្រូសូមជូនពរឲ្យញោមសប្បុរសទាំងអស់គ្នាទាំងប្រុសទាំងស្រីពុទ្ធបរិស័ទអ្នកមានសេចក្តីជ្រះថ្លាប្រាថ្នាមានដំណើរចិញ្ចាក់ទុកអំពីវត្តដាក់តាមផ្លូវកាយានុបស្សនាសតិប្បដ្ឋាននេះសូមឲ្យញាតិញោមបានឃើញច្បាស់នៅការកាត់លុតរបស់សង្ខារដែលអាចឆ្លងផុតរបាយភូមិបានហើយបានឃើញច្បាស់នៅព្រះនិព្វានក្នុងការខាងមុខនៅក្នុងចិត្តនេះយ៉ាងប្រកបពុទ្ធសាធុ